កងរាជអាវុធហត្ថស្រុកសំរងទងសហការជាមួយអាវុធហត្ថស្រុកអង្គស្នួលបង្ក្រាបករណីលួចម៉ូតូនិងទទួលផលចោរកម្មមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងនៅថ្ងៃទី3ខែមិថុនាឆ្នាំ2026នេះដោយអនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់គ្រប់បេសកកម្មដ៏គ្រោះថ្នាក់ក្រោយចប់សង្គ្រាមគឺការបោសសម្អាតមីនដើម្បីធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋដោយមើលឃើញនៅកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងស៊ីម៉ាក់លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតបានឧបត្ថម្ភលើកទឹកចិត្តជូនដល់កងកម្លាំងស៊ីម៉ាក់ប្រចាំការបំពេញបេសកកម្មបោសសម្អាតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យនៅថវិកាអង្ករមីភេសជ្ជៈនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត